12ចំណុចកសាងខ្លួននៅកន្លែងខុស10ឆ្នាំក៏នៅតែមិនមានបើអ្នកនៅកន្លែងត្រឹមត្រូវក្រុមត្រូវក្នុងសង្គមល្អអ្នកនឹងអាចទៅបានឆ្ងាយជាងសញ្ញាបត្រទៅទៀតស្វាគមន៍មកកាន់ Bun Mindset Channel នៅក្នុងពិភពលោកដែលសមត្ថភាពមិនមែនជាចម្លើយតែមួយគត់សម្រាប់ភាពជោគជ័យអ្នកណាដែលស្ថិតក្នុងក្រុមខុសទោះមានទេពកោសល្យយ៉ាងណាក៏ដោយនឹងមិនទៅណាឆ្ងាយឡើយប៉ុន្តែមនុស្សដែលស្ថិតនៅក្នុងពេលវេលាដ៏ត្រឹមត្រូវមិនចាំបាច់ធ្វើជាអ្នកជោគជ័យបំផុតនោះទេចំណុចទី1កុំល្ងងគិតថាធ្វើខ្លួនឯងល្អបំផុតគឺគ្រប់គ្រាន់ហើយនៅក្នុងពិភពនៃភាពជោគជ័យគ្មានរង្វាន់ណាសម្រាប់មនុស្សល្អបំផុតនោះទេព្រោះពិភពលោកនេះមិនដំណើរការលើជំនាញតែម្នាក់ឯងនោះទេប៉ុន្តែវាត្រូវបានជំរុញដោយមនុស្សនៅក្នុងក្រុមត្រឹមត្រូវដែលដឹងថាប្រសិនបើអ្នកចង់ទៅឆ្ងាយកុំដើរតែម្នាក់ឯងអ្នកប្រហែលជាអ្នកអានសៀវភៅ10ក្បាលក្នុងមួយថ្ងៃអ្នកប្រហែលជាមនុស្សដែលខំធ្វើការជាងអ្នកផ្សេងនៅក្នុងបន្ទប់ប៉ុន្តែប្រសិនបើថ្ងៃណាមួយអ្នកក្រឡេកមើលជុំវិញខ្លួនហើយឃើញថាគ្មាននរណាម្នាក់រុញអ្នកគ្មានអ្នកណាអភិវឌ្ឍអ្នកគ្មានអ្នកណាបើកវាឲ្យអ្នកទេពកោសល្យរបស់អ្នកនឹងคล้ายទៅជាសម្លេងរំខាននៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ដែលគ្មានអ្នកណាអាចស្ដាប់បានមានទស្សនវិជ្ជាមួយដែលនិយាយថាមិនថាអ្នកមានបញ្ញាប៉ុណ្ណានោះទេប្រសិនបើអ្នកដើរនៅកន្លែងដែលគ្មានអ្នកណាមើលឃើញតម្លៃរបស់អ្នកនោះអ្នកនឹងមិនអាចคล้ายជាមនុស្សមានឥទ្ធិពលលើโลกនេះឡើយកុំច្រឡំគិតថាធ្វើខ្លួនល្អគ្រប់គ្រាន់ព្រោះពិភពលោកនេះមិនត្រឹមតែវាស់ស្ទង់ជំនាញរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាវាស់ស្ទង់អ្នកណាដែលនៅក្នុងរង្វង់ដែលជំរុញអ្នកឲ្យទៅកាន់តែឆ្ងាយជាងមុនមនុស្សខ្លះមិនពូកែជាងអ្នកទេប៉ុន្តែគេស្គាល់មនុស្សត្រឹមឬចេះនិយាយក្នុងរង្វង់ត្រឹមត្រូវដូច្នេះគេទទួលបានឱកាសច្រើនឆ្នាំមុនអ្នកប្រសិនបើអ្នកនៅតែជ្រើសរើសនៅជាមួយមនុស្សដែលគ្រាន់តែត្អូញត្អែនឹងនៅដដែលមិនព្យាយាមអភិវឌ្ឍខ្លួនអ្នកនឹងមិនដឹងថាការសន្ទនារបស់អ្នកជោគជ័យទៅជាយ៉ាងណាហើយអ្នកនឹងមិនដែលឮពាក្យផ្លាស់ប្ដូរជីវិតដែលពួកគេនិយាយនៅក្នុងរង្វង់នោះទេដូច្នេះបើអ្នកដឹងថាខ្លួនឯងល្អកុំពេញចិត្តនឹងការល្អតែម្នាក់ឯងប្រើទេពកោសល្យនោះដើម្បីនាំខ្លួនអ្នកទៅកាន់កន្លែងដែលមានមនុស្សរុញអ្នកឡើងមិនមែនត្រឹមតែមនុស្សដែលទាញអ្នកចុះនោះទេនៅថ្ងៃនោះទេពកោសល្យរបស់អ្នកនឹងមិនត្រឹមតែជាទេពកោសល្យប៉ុណ្ណោះទេប៉ុន្តែវានឹងក្លាយជាថាមពលពិតប្រាកដដើម្បីបង្កើតខ្លួនអ្នកចំណុចទី2ក្រុមដែលអ្នកស្ថិតនៅក្នុងគឺជាវិសាលភាពនៃក្តីសុបិនរបស់អ្នកព្យាយាមបិទភ្នែករបស់អ្នកហើយស្រមៃមើលជីវិតរបស់អ្នកសួរខ្លួនឯងថាតើអ្នកសុបិនដល់កម្រិតណាប្រសិនបើចម្លើយគឺខ្ញុំមិនដឹងទេអញ្ចឹងតោះស្ដាប់ការសន្ទនាជុំវិញអ្នកនឹងយល់អ្វីមួយភ្លាមព្រោះនៅក្នុងពិភពពិតក្តីស្រមៃរបស់អ្នកមិនមែនកើតចេញពីអ្វីដែលអ្នកចង់បាននៅក្នុងចិត្តនោះទេប៉ុន្តែវាត្រូវបានដាំចេញពីពាក្យរបស់មនុស្សជុំវិញអ្នកជារៀងរាល់ថ្ងៃបើគ្រប់គ្នាក្នុងសង្គមរបស់អ្នកចេះតែនិយាយពីរឿងអវិជ្ជមាននិយាយរឿងគ្មានលុយចាយនិយាយពីបំណុលអ្នកនឹងមិនហ៊ានវិនិយោគទេអ្នកនឹងមិនហ៊ានសូម្បីតែគិតថាអ្នកមានសិទ្ធិខ្លាយជាអ្នកមានប៉ុន្តែប្រសិនបើអ្នកពាក្យថាចំណេញពាក្យបង្កើតប្រព័ន្ធទំនាក់ទំនងឬពាក្យពង្រីកខ្លួនអភិវឌ្ឍខ្លួនច្រើនដងក្នុងមួយថ្ងៃអ្នកនឹងចាប់ផ្ដើមគិតថាពិភពលោកនេះមិនមែនទើបតែដំណើរការពីម៉ោង9ព្រឹកដល់5ល្ងាចនោះទេចំណុចទី3ដោយសារតែក្រុមដែលអ្នកស្ថិតនៅក្នុងគឺជាក្របខ័ណ្ឌនៃការគិតហើយក្របខ័ណ្ឌនៃការគិតគឺជាវិសាលភាពនៃសុបិនមានទស្សនវិជ្ជាមួយបានពោលថាបើអ្នកនៅក្នុងរូងភ្នំភ្នែករបស់អ្នកនឹងស៊ាំនឹងភាពងឹតប៉ុន្តែនៅពេលដែលអ្នកឡើងដល់កំពូលភ្នំអ្នកនឹងឃើញមេឃដែលធំទូលាយជាងអ្វីដែលអ្នកអាចស្រមៃបានហើយនោះគឺជាការពិតអ្នកនឹងមិនដែលស្រមៃចង់ឡើងដល់កំពូលភ្នំនោះទេប្រសិនបើអ្នកនៅតែអង្គុយក្នុងរូងភ្នំដែលមានតែសម្លេងមនុស្សខ្លាចខ្ពស់ខ្លាចនៅទីខ្ពស់នោះប្រសិនបើថ្ងៃនេះក្តីស្រមៃរបស់អ្នកនៅតែតូចតាចគួរឲ្យខ្លាចនិងមិនហ៊ានពេលខ្លះវាមិនមែនដោយសារតែអ្នកមិនល្អគ្រប់គ្រាន់នោះទេប៉ុន្តែវាអាចមកពីអ្នកនៅតែជាមួយនឹងសម្លេងដែលអាចនាំអ្នកឲ្យសុបិនបែបនេះកុំចាំពិភពលោកបើកភ្នែកឲ្យអ្នកផ្លាស់ប្ដូរក្រុមផ្លាស់ប្ដូរសង្គមផ្លាស់ប្ដូរការសន្ទនាព្រោះអ្នកខ្លះមិនជោគជ័យដោយសារជំនាញប៉ុន្តែដោយសារគេឮពាក្យដែលផ្លាស់ប្ដូរជីវិតលឿនជាងអ្នកក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះវាមិនមែននិយាយអំពីការប្រាស្រ័យទាក់ទងគ្នានៃចំណេះដឹងនោះទេប៉ុន្តែការទិញរង្វង់មួយវាល្អណាស់ប៉ុន្តែវាផ្លាស់ប្ដូរដោយសារតែមនុស្សអង្គុយក្បែរអ្នកក្នុងថ្នាក់រៀនខ្លះមិនមានវិញ្ញាបនបត្រឬសញ្ញាបត្រទេប៉ុន្តែមានការសន្ទនាពេលទទួលទានអាហារដែលផ្លាស់ប្ដូរគំនិតនិងផ្លាស់ប្ដូរទស្សនៈរហូតដល់មនុស្សសាមញ្ញអ្នកក្រោកពីដំណេកហើយបង្កើតអ្វីមួយដែលគាត់មិនដែលគិតថាគាត់អាចធ្វើបាននេះគឺជាទស្សនវិជ្ជាមួយ
អ្នកដែលចង់ទៅឆ្ងាយត្រូវតែហ៊ានផ្លាស់ប្ដូរកន្លែងដែលមិននាំគេឆ្ពោះទៅរកភាពរីកចម្រើនពួកគេត្រូវតែហ៊ានចំណាយលុយជាថ្នូរនឹងអ្វីដែលមានតម្លៃជាងការរៀនសូត្រដែលជាការទៅដល់មនុស្សត្រឹមត្រូវដោយសារតែទ្វារខ្លះមិនបើកដោយចំណេះដឹងប៉ុន្តែវាបើកដោយទំនាក់ទំនងជឿជាក់និងស្ថិតនៅក្នុងកន្លែងដែលអ្នកមិនចាំបាច់ពន្យល់ពីអ្វីដែលអ្នកកំពុងសុបិនព្រោះអ្នកគ្រប់គ្នានៅក្នុងបន្ទប់មានសុបិនធំល្មមអាចយល់បានដោយមិនចាំបាច់និយាយច្រើនចំណុចទី4ប្រសិនបើអ្នកចង់ហោះហើរខ្ពស់ចូលហោះហើរដោយស្លាប់មួយនៅលើមេឃគ្មានកន្លែងសម្រាប់មនុស្សដែលអាចហោះហើរតែម្នាក់ឯងជារៀងរហូតនោះទេមិនថាក្តីសុបិនរបស់អ្នកធំប៉ុណ្ណានោះទេមិនថាអ្នកឧស្សាហ៍ព្យាយាមឬប៉ិនប្រសប់នោះទេមិនថាអ្នកឧស្សាហ៍ព្យាយាមឬប៉ិនប្រសប់យ៉ាងណានោះទេប្រសិនបើអ្នកគ្រាន់តែប្រើស្លាបរបស់អ្នកនឹងអាចហោះហើរបានត្រឹមតែទីទាបប៉ុណ្ណោះដែលគ្មានអ្នកណាអាចមើលឃើញអ្នកមានការបង្រៀនមួយដែលនិយាយថាសត្វស្លាបមួយអាចហោះហើរបានឆ្ងាយប៉ុន្តែហ្វូងកន្ទុយដែលហោះហើរជាមួយគ្នានឹងផ្លាស់ប្ដូរទិសដៅនៃរដូវកាលស្ដាប់ទៅវាគ្រាន់តែជាធម្មជាតិមែនទេប៉ុន្តែក្នុងពិភពនៃការពង្រឹងសមត្ថភាពខ្លួនឯងនេះគឺជាការពិតបំផុតពីព្រោះភាពជោគជ័យមិនត្រូវបានវាស់ដោយថាតើអ្នកអាចហោះហើរបានឆ្ងាយប៉ុណ្ណានោះទេប៉ុន្តែវាត្រូវបានវាស់ដោយអ្នកដែលជួយអ្នកឲ្យហោះហើរខ្ពស់ជាងនេះមើលជុំវិញអ្នកតើអ្នកនៅជាមួយអ្នកណាតើពួកគេរុញអ្នកឡើងទេឬពួកគេទាញអ្នកចុះអ្នកខ្លះរស់នៅដូចហោះតែត្រូវហុំព័ទ្ធដោយមនុស្សដែលនិយាយថាពិបាកដូច្នេះត្រូវប្រយ័ត្នឬនិយាយថាល្អធ្វើបែបនេះកុំលោភលន់អីពាក្យទាំងនោះអាចមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ប៉ុន្តែតាមពិតវាជាទម្ងន់ដែលទាញអ្នកចុះអ្នកកុំឲ្យវាអណ្ដែតឡើងហើយនេះជាហេតុផលដែលមនុស្សមួយចំនួនមិនដែលទៅណាឆ្ងាយមិនមែនមកពីហោះហើរមិនបានទេគឺមកពីពួកគេប្រើតែស្លាប់ខ្លួនឯងមិនហ៊ានសុំជំនួយមិនហ៊ានសុំដំបូន្មានមិនហ៊ាននៅជាមួយអ្នកណាដែលអាចធ្វើឲ្យពួកគេហោះហើរខ្ពស់ជាងការស្គាល់មនុស្សត្រឹមត្រូវពេលខ្លះវាមិនត្រឹមតែផ្ដល់ដំបូន្មានប៉ុណ្ណោះទេប៉ុន្តែវាអាចផ្លាស់ប្ដូរទិសដៅនៃជីវិតរបស់អ្នកមនុស្សមួយចំនួនមិននាំអ្នកឲ្យទៅបានលឿនជាងទេប៉ុន្តែនាំអ្នកចេញពីផ្លូវខុសហើយនោះគឺជាថាមពលនៃស្លាប់ផ្សេងទៀតដែលអ្នកគួរតែមានមុនពេលចាប់ផ្ដើមធ្វើអ្វីមួយសំខាន់ក្នុងជីវិតកុំបង្ខំខ្លួនឯងឲ្យហោះហើរតែម្នាក់ឯងនៅថ្ងៃដែលមេឃមិនសហការតែត្រូវរកអ្នកណាដែលអាចហោះហើរបានប្រសិនបើអ្នកហោះហើរខ្ពស់ជាងនេះមិនមែនមានតែអ្នកដែលប្រាប់អ្នកថាកុំឲ្យហោះហើរព្រោះខ្យល់ខ្លាំងនោះទេព្រោះនៅលើមេឃកាន់តែខ្ពស់មានពន្លឺព្រះអាទិត្យខ្យល់អាកាសបរិសុទ្ធនិងមានផ្លូវដែលមនុស្សនៅលើដីមិនដែលឃើញចំណុចទី5នៅជាមួយមនុស្សដែលគិតធំអ្នកនឹងឈប់ខ្លាចពាក្យថាមិនអាចសម្រេចបានតើអ្នកធ្លាប់កត់សម្គាល់ទេថាក្តីសុបិនរបស់អ្នកពិតជាចាប់ផ្ដើមពីខ្លួនអ្នកឬត្រូវបានកំណត់តាំងពីដំបូងដោយក្រុមមនុស្សដែលអ្នកនៅជាមួយក្នុងសង្គមតូចមួយការយកសប្តិគ្រប់គ្រាន់ដើម្បីរស់គឺជារឿងធម្មតាទេព្រោះគ្រប់គ្នានឹងប្រាប់អ្នកថាកុំសង្ឃឹមច្រើនពេកបើមិនដូច្នេះទេអ្នកនឹងខកចិត្តប៉ុន្តែក្នុងសង្គមមួយទៀតគេថាបើមិនសង្ឃឹមធំតើរស់នៅត្រង់ណាមានការបង្រៀនមួយពោលថាបើអ្នកចិញ្ចឹមនាគក្នុងស្រះតូចវានឹងគិតថាខ្លួនឯងជាត្រីហើយនោះហើយជាមូលហេតុដែលធ្វើឲ្យមនុស្សមានទេពកោសល្យជាច្រើនក្លាយជាមនុស្សសាមញ្ញពេញមួយជីវិតមិនមែនមកពីគេមិនហ៊ានយល់សប្តិទេតែមកពីនៅជាមួយមនុស្សខ្លាចសុបិនរហូតឆ្លងមេរោគនៅក្នុងសង្គមតូចមួយគ្មាននរណាម្នាក់និយាយអំពីការវិនិយោគរាប់លាននោះទេគ្មាននរណាម្នាក់និយាយអំពីផែនការពង្រីកអាជីវកម្មទេគ្មាននរណានិយាយពីពាក្យសេរីភាពហិរញ្ញវត្ថុទេព្រោះរឿងទាំងនោះធំពេកសម្រាប់ការគិតរបស់គេប៉ុន្តែប្រសិនបើអ្នកនៅក្នុងសង្គមត្រឹមត្រូវពាក្យខ្លីៗរបស់នរណាអ្នកអាចនឹងធ្វើឲ្យអ្នកហ៊ានចាប់ផ្ដើមអ្វីមួយដែលអ្នកមិនធ្លាប់គិតថាអ្នកអាចធ្វើបានគាត់ប្រហែលជាគ្រាន់តែនិយាយថាអ្នកក៏អាចធ្វើបានដែរប៉ុន្តែដោយសារតែគាត់ជាមនុស្សម្នាក់ដែលមើលឃើញឱកាសច្រើនជាងការភ័យខ្លាចពាក្យទាំងនោះប្រៀបដូចជាភ្លើងឆេះក្នុងចិត្តរបស់អ្នកដើម្បីប្រយុទ្ធយ៉ាងធ្ងន់ធ្ងរជាលើកដំបូងក្នុងជីវិតរបស់អ្នកហើយនៅពេលដែលអ្នកឃើញថាមនុស្សធម្មតាដូចជាអ្នកអាចសុបិនធំហើយទៅដល់នោះអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាពាក្យថាមិនអាចទៅដល់មិនមាននោះទេមានតែពាក្យថារកមិនឃើញរង្វង់ត្រឹមត្រូវទេដែលនឹងធ្វើឲ្យអ្នកក្លាហានដើម្បីបន្តចុងក្រោយអ្នកប្រហែលជាមិនត្រូវផ្លាស់ប្ដូរខ្លួនឯងជាមុនទេប៉ុន្តែអ្នកនឹងត្រូវផ្លាស់ប្ដូរសង្គមដែលអ្នកមានជាមុនសិនព្រោះនៅក្នុងសង្គមត្រឹមត្រូវអ្នកនឹងងឺរឿងដែលអ្នកមិនធ្លាប់ឬអ្នកនឹងសុបិនខណៈពេលដែលបេះដូងរបស់អ្នកលោតលឿនជាងមុនហើយអ្នកនឹងឈប់ខ្លាចថាសុបិនរបស់អ្នកខ្ពស់ពេកព្រោះអ្នកនឹងដឹងថាមនុស្សដែលគិតធំជាងអ្នកមិនរងចាំអ្វីៗគ្រប់យ៉ាងរួចរាល់នោះទេប៉ុន្តែគេហ៊ានចាប់ផ្ដើមដំបូងហើយធ្វើឲ្យវាកើតឡើង
ចំណុចទី6កុំនៅជាមួយមនុស្សដែលមិនជឿថាអ្នកនឹងជោគជ័យកុំមើលស្រាលថាមពលនៃភ្នែករបស់គេដែលសម្លឹងមកអ្នកដោយភាពជឿជាក់ព្រោះនៅថ្ងៃដែលអ្នកមិនជឿជាក់លើខ្លួនឯងមានមនុស្សមួយចំនួនគ្រាន់តែសម្លឹងមកអ្នកហើយនិយាយថាទៅមុខអ្នកអាចធ្វើបាននោះហើយជាវាដូចជាអ្នកត្រូវបានគិតប្រាក់ពេញដោយមិនចាំបាច់និយាយអ្វីផ្សេងទៀតប៉ុន្តែម្យ៉ាងវិញទៀតចូលគិតអំពីពេលវេលាដែលអ្នកចាប់ផ្ដើមអ្វីមួយអ្នកមានបំណងចង់ធ្វើវាមានផែនការដ៏ម៉ឺងម៉ាត់និងសុបិនឆ្ងាយបំផុតប៉ុន្តែអ្វីដែលអ្នកបានជួបគឺពាក្យប្រមាថការសើចនិងការចំអកតើអ្នកប្រាកដថានៅអាចធ្វើបានទេហើយនោះគឺជាការរារាំងដ៏អាក្រក់ជាងការបរាជ័យព្រោះវាជាតម្លៃនៃទំនុកចិត្តសូម្បីតែមុនពេលអ្នកចាប់ផ្ដើមក៏ដោយនេះជាទស្សនវិជ្ជាដែលបង្រៀនយើងកុំឲ្យដុះលើដីដោយគ្មានជំនឿមិនថាអ្នកមានពូជល្អប៉ុណ្ណាទេវានឹងមិនដុះឡើងឡើយពិភពនេះគឺជាកន្លែងដែលវាកាន់តែឃោរឃៅអ្នកប្រហែលជាមានគំនិតល្អនិងជាភ្លើងក្នុងចិត្តប៉ុន្តែប្រសិនបើអ្នកនៅក្នុងរង្វង់ជាមួយមនុស្សដែលធ្វើឲ្យអ្នកខូចចិត្តថ្ងៃណាមួយភ្លើងរបស់អ្នកនឹងរលត់បន្តិចម្ដងដោយមិនដឹងខ្លួនផ្ទុយទៅវិញមនុស្សមួយចំនួនមិនត្រូវការជំនួយច្រើនទេប៉ុន្តែពួកគេជឿជាក់លើអ្នកពួកគេគ្រាន់តែញឹមដាក់អ្នកនៅពេលអ្នកធ្វើសកម្មភាពដោយគ្រាន់តែនិយាយថាតោះសាកល្បងអ្នកអាចនឹងធ្វើបានល្អជាងអ្វីដែលអ្នកគិតនោះហើយជាអ្វីទាំងអស់អ្នកនឹងមានអារម្មណ៍ថាអ្នកត្រូវបានអនុញ្ញាតឲ្យដួលហើយងើបឡើងវិញដោយមិនមានអារម្មណ៍ខុសដូច្នេះហើយបើអ្នកកំពុងចាប់ផ្ដើមអ្វីមួយសូមជ្រើសរើសមនុស្សជុំវិញខ្លួនដោយប្រាជ្ញាជ្រើសរើសនៅជាមួយមនុស្សដែលឃើញអ្នកឡើងភ្នំមិនមែនមនុស្សដែលសើចពីខាងក្រោមហើយស្រែកថាអ្នកនឹងដួលក្នុងពេលឆាប់នេះទេជីវិតរបស់អ្នកមិនត្រូវការសម្លេងខ្លាំងនោះទេប៉ុន្តែវាត្រូវការថាមពលនៃការជឿទុកចិត្តគ្រប់គ្រាន់ដើម្បីបន្តដំណើរអ្នកនៅពេលដែលពិភពលោកទាំងមូលមិនយល់ពីចំណុចរបស់អ្នកចំណុចទី7រង្វង់នៃបរិយាកាសសង្គមដ៏ល្អនឹងជួយអ្នកកុំឲ្យនឿយហត់តែម្នាក់ឯងក្នុងវិស័យអ្នកដែលកំពុងព្យាយាមមកសាងខ្លួនឯងអ្នកនឹងដឹងថាការនឿយហត់បំផុតមិនមែនជាការងារលំបាកនោះទេប៉ុន្តែត្រូវគិតរៀបចំផែនការដោះស្រាយបញ្ហានិងធ្វើវាតែម្នាក់ឯងភាពឯកោមិនដែលសម្លាប់មនុស្សភ្លាមនោះទេប៉ុន្តែវាធ្វើឲ្យសីលធម៌របស់ពួកគេចុះខ្សោយបន្តិចម្ដងធ្វើឲ្យមនុស្សមានទេពកោសល្យស្ទាក់ស្ទើរធ្វើឲ្យមនុស្សដែលមានសុបិនមិនប្រាកដថាត្រូវបន្តឬឈប់ប៉ុន្តែក្នុងរង្វង់បរិយាកាសសង្គមល្អវាជាថ្នាំព្យាបាលបេះដូងមនុស្សដែលបង្កើតដោយខ្លួនឯងអ្នកមិនចាំបាច់និយាយច្រើនទេប៉ុន្តែគេយល់ពីអ្នកមិនចាំបាច់សួរទេប៉ុន្តែពួកគេនឹងឈោងទៅជួយអ្នកខ្លះផ្ញើគំនិតខ្លះផ្ញើការលើកទឹកចិត្តខ្លះណែនាំប្រភពថវិកាខ្លះប្រាប់ឈ្មោះអ្នកគួរដឹងហើយនោះគឺជាអំណាចនៃក្រុមមនុស្សត្រឹមត្រូវដែលអ្នកត្រូវតែមានព្រោះនៅថ្ងៃដែលអ្នកគិតថាអ្នកត្រូវតែយកអ្វីគ្រប់យ៉ាងតែម្នាក់ឯងនៅក្នុងរង្វង់បរិយាកាសសង្គមបើអាចខ្ញុំនឹងប្រាប់អ្នកថាអ្នកមិនចាំបាច់ធ្វើវាតែម្នាក់ឯងទេសាកល្បងប្រើមនុស្សជុំវិញអ្នកមានពាក្យព្រាមប្រដៅថាគ្មានអ្នកណាយកឈ្នះភ្នំខ្ពស់តែម្នាក់ឯងបានឡើយមនុស្សឆ្លាតក្នុងការកសាងខ្លួនឯងមិនមែនពូកែគ្រប់យ៉ាងទេប៉ុន្តែគេដឹងថាអ្នកណាពូកែខាងអ្វីហើយប្រើមនុស្សនោះត្រូវតាមជំនាញនិងកាលៈទេសៈនោះជាជំនាញពិតព្រោះតែអ្នកណានឿយហត់តែម្នាក់ឯងនឹងទៅដល់ទីបញ្ចប់ប៉ុន្តែត្រូវចំណាយពេលអស់មួយជីវិតខណៈពេលដែលមនុស្សដែលនៅក្នុងសង្គមត្រឹមត្រូវនឹងទៅដល់ទីនោះលឿនជាងហើយនៅតែមានកម្លាំងដើម្បីចែករំលែកជាមួយអ្នកដទៃអ្នកនឹងវង្វេងក្នុងការគិតថាជំនាញមានន័យថាត្រូវអនុវត្តអ្វីគ្រប់យ៉ាងហានិភ័យពិតប្រាកដគឺមិនប្រឆាំងនឹងផ្លូវទាំងស្រុងនោះទេប៉ុន្តែវាគឺជាការជ្រើសរើសអំណាចដែលនៅជុំវិញអ្នកពេលនោះនោះនឹងឃើញថាជោគជ័យដ៏អស្ចារ្យមិនធ្លាប់មានពីមនុស្សម្នាក់តាំងពីដំបូងឡើយចំណុចទី8ពេលវេលារបស់អ្នកមានតម្លៃខ្លាំងណាស់មិនអាចប្រើប្រាស់មិនត្រឹមត្រូវនោះទេពេលវេលារបស់អ្នកដែលចង់កសាងខ្លួនមិនមែនជារបស់លេងទេវាជាធនធានដែលមានតម្លៃបំផុតព្រោះពេលអ្នកប្រើហើយវាមិនអាចយកមកវិញបានទេប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីបានជាមនុស្សភាគច្រើនបរាជ័យព្រោះគេមិនប្រើប្រាស់ពេលវេលារបស់ពួកគេខុសជារឿយៗពួកគេចំណាយពេលពេញមួយជីវិតរបស់ពួកគេលើអ្វីដែលមិនអាចជួយពួកគេឲ្យរីកចម្រើនបានអ្នកខ្លះចំណាយពេលរាល់ថ្ងៃជាមួយក្រុមដែលតែងតែត្អូញត្អែពីបញ្ហាចាស់ដដែលនិយាយពីរឿងដែលគ្មាននរណាម្នាក់ក្រោកឈរដោះស្រាយហើយបន្ទាប់មកឆ្ងល់ថាហេតុអ្វីបានជាជីវិតរបស់ពួកគេមិនទៅណាខណៈពេលដែលមនុស្សចំណាយពេលដូចគ្នាអង្គុយក្នុងរង្វង់មួយនិយាយអំពីផែនការវិនិយោគពង្រីកការប្រើប្រាស់លុយរបស់ពួកគេដើម្បីធ្វើការអ្វីដែលពួកគេទទួលបានមកវិញពីរង្វង់នេះគឺផែនការបំផុសគំនិតនិងការតភ្ជាប់មានការបង្រៀនមួយដែលបាននិយាយថាកុំចងជីវិតអ្នកទៅនឹងតដែលគ្មានអាហារប្រសិនបើពេញទៅដោយបញ្ហាដែលបណ្ដាលមកពីការភ័យខ្លាចហើយបម្រើតែរឿងអវិជ្ជមាននោះអ្នកនឹងមិនអាចទទួលបានភាពជោគជ័យឡើយមិនថាអ្នកខំប្រឹងប៉ុណ្ណាទោះអ្នកតាំងចិត្តយ៉ាងណាក៏ដោយបើអ្នកនៅតែខ្ជះខ្ជាយពេលវេលានៅកន្លែងខុសអ្នកនឹងមិនអាចទៅដល់ច្រាំងបានទេកុំវង្
វិញនឹងពាក្យថាយើងនៅជាមួយគ្នាយូរហើយកុំជឿពាក្យថាព្រោះគាត់ជាមិត្តហើយយល់ព្រមនៅក្នុងរង្វង់ដែលធ្វើឲ្យអ្នកធ្លាក់ចុះជារៀងរាល់ថ្ងៃភាពស្មោះត្រង់មិនធ្វើឲ្យអ្នករីកចម្រើនទេប៉ុន្តែវាជាអន្ទាក់ពេលវេលាគឺជាអ្វីមួយដែលលួចពីអ្នកដោយស្ងៀមស្ងាត់ហើយមិនអាចត្រឡប់មកវិញបានទេអ្នកមានសិទ្ធិជ្រើសរើសថាតើត្រូវចំណាយពេលជាមួយមនុស្សដែលនិយាយតែរឿងចាស់ដដែលៗឬចំណាយពេលជាមួយមនុស្សដែលហ៊ាននិយាយជាមួយអ្នកអំពីអនាគតដែលអ្នកមិនធ្លាប់គិតពីមុនមកព្រោះនៅទីបញ្ចប់ភាពជោគជ័យមិនមែនជាបញ្ហានៃសំណាងនោះទេប៉ុន្តែវាគឺជាផលបូកនៃពេលវេលាដែលនោះចំណាយជាមួយមនុស្សត្រឹមត្រូវចំណុចទី9នៅក្នុងបន្ទប់ខុសមិនថាអ្នកស្រែកពេញមួយថ្ងៃគ្មានអ្នកណាស្ដាប់ទេអ្នកប្រហែលជាមានគំនិតមុតស្រួចគំនិតខ្លីៗនិងភ្លើងឆេះក្នុងចិត្តប៉ុន្តែប្រសិនបើអ្នកនៅខុសបន្ទប់ទោះអ្នកស្រែកពេញមួយថ្ងៃក៏ដោយអ្វីដែលអ្នកនិយាយគ្រាន់តែជាសំឡេងឬភាសាបរទេសសម្រាប់មនុស្សដែលស្ដាប់មិនយល់វាឈឺចាប់ព្រោះអ្នកមិនបានធ្វើអ្វីខុសអ្នកគ្រាន់តែនិយាយខុសបង្ហាញខ្លួនឯងក្នុងផ្លូវខុសហើយប្រាប់ពីក្តីស្រមៃរបស់អ្នកទៅកាន់មនុស្សដែលមិនហ៊ានយល់សប្តិនៅទីបញ្ចប់អ្វីដែលពួកគេអាចធ្វើបានគឺសាច់ដាក់អ្នកហើយនៅស្ងៀមហាក់ដូចជាអ្វីដែលអ្នកនិយាយគ្មានទម្ងន់ឬគ្មានតម្លៃទោះបីជាវាមានតម្លៃណាស់នៅក្នុងវិស័យត្រឹមត្រូវក៏ដោយមានទស្សនវិជ្ជាមួយពោលថាមិនថាត្បូងមានតម្លៃប៉ុណ្ណាទេបើធ្លាក់ចូលក្នុងគំនរថ្មវានឹងគ្រាន់តែជាដុំថ្មធម្មតាក្នុងភ្នែកមនុស្សខ្វាក់ហើយនោះគឺជាការពិតរបស់មនុស្សដែលចង់កសាងខ្លួនតែនៅតែខុសអ្នកប្រហែលជាត្បូងពេជ្រពិតប្រាកដជាមួយនឹងផ្នត់គំនិតរបស់អ្នកសាងសង់អាណាចក្រប៉ុន្តែប្រសិនបើអ្នកនៅកន្លែងដែលមនុស្សជឿថាគ្រាន់តែរស់រានពីមួយថ្ងៃទៅមួយថ្ងៃគឺល្អគ្រប់គ្រាន់នោះអ្នកនឹងមិនមានឱកាសបញ្ចេញពន្លឺឡើយហើយវាមិនចម្លែកទេដែលអ្នកមានអារម្មណ៍ថាឯកោនឹងមានថាមពលព្រោះគ្មាននរណាម្នាក់នៅក្នុងបន្ទប់យល់ភាសាដូចគ្នានឹងអ្នកនោះទេដូច្នេះប្រសិនបើអ្នកមានអ្វីល្អក្នុងក្បាលអ្នកកុំខ្ជះខ្ជាយវានិយាយនៅកន្លែងដែលគ្មាននរណាចង់ស្ដាប់រកបន្ទប់ថ្មីរករង្វង់ថ្មីរកអ្នកដែលស្ដាប់និងកសាងវាមិនមែនអ្នកដែលកាត់វាចោលនោះទេដោយសារតែបន្ទប់ត្រឹមត្រូវនឹងមិនត្រឹមតែស្ដាប់អ្នកប៉ុណ្ណោះទេប៉ុន្តែនឹងប្រែក្លាយកាកសំណល់របស់អ្នកទៅជាថាមពលដែលបានពង្រីកអ្នកមិនចាំបាច់ស្រែកខ្លាំងជាងនេះទេអ្នកគ្រាន់តែត្រូវនិយាយនៅកន្លែងដែលត្រឹមត្រូវទៅកាន់មនុស្សដែលអាចមើលឃើញពេលនោះអ្នកនឹងដឹងថាសំឡេងរបស់នកមិនដែលគ្មានតម្លៃឡើយវាគ្រាន់តែរងចាំពេលវេលាដ៏ត្រឹមត្រូវដើម្បីស្ដាប់ដោយបេះដូងអ្នកដែលយល់យ៉ាងពិតប្រាកដចំណុចទី10ពេលខ្លះជោគជ័យមិនចាប់ផ្ដើមពីផែនការទេប៉ុន្តែវាចាប់ផ្ដើមពីមនុស្សខ្លះមិនចាប់ផ្ដើមដោយការត្រៀមខ្លួនទេពួកគេមិនមានផែនការតឹងរឹងទេពួកគេមិនឆ្លាតជាងអ្នកដទៃទេប៉ុន្តែពួកគេជួបក្រុមមនុស្សត្រឹមត្រូវហើយបុគ្គលនោះនិយាយប្រយោគខ្លះដំបូន្មានខ្លះអាចផ្លាស់ប្ដូរទាំងការគិតផ្លាស់ប្ដូរផ្លូវជីវិតរហូតមិនបាច់ចំណាយពេល10នាទីទៀតនេះមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាការពិតនៃពិភពនៃការពង្រឹងសមត្ថភាពខ្លួនឯងព្រោះនៅចំណុចខ្លះប្រសិនបើយើងជួបមនុស្សត្រឹមត្រូវពួកគេអាចជំនួសបាននៅវគ្គសិក្សាថ្លៃៗនិងផែនការអាជីវកម្មអ្នកប្រហែលជាបានអង្គុយសរសេរផែនការថ្មីលុបវាចោលរៀបចំផែនការឡើងវិញគិតម្ដងហើយគិតម្ដងទៀតប៉ុន្តែជីវិតអ្នកនៅតែដែលព្រោះមិនថាផែនការល្អយ៉ាងណាបើនៅតែឯងឱកាសមិនដែលឮឈ្មោះអ្នកឡើយនេះជាទស្សនវិជ្ជាដែលពោលថាកុំដើរម្នាក់ឯងលើផ្លូវដែលគ្មានអ្នកណាធ្លាប់ដើរពីមុនមកតែសូមឲ្យអ្នកដែលដើរបានជោគជ័យទើបឃើញគោលដៅអ្នកខ្លះមិនបានក្លាយជាអ្នកមានតាំងពីដើមដំបូងទេប៉ុន្តែក្លាយជាអ្នកមានពីការដើរជាមួយមនុស្សដែលធ្លាប់នៅទីនោះពីមុនហើយទទួលបានដោយប្រាជ្ញានិងភាពជោគជ័យមនុស្សដែលមើលឃើញឆ្ងាយពិតប្រាកដនិងមិនខ្ជះជាពេលវេលាគិតផែនការ10ឆ្នាំជាមុនទេប៉ុន្តែពួកគេត្រូវចំណាយពេលតែប៉ុន្មានខែប៉ុណ្ណោះដើម្បីស្វែងរកអ្នកដែលបើកទ្វារឲ្យលឿនជាងមុនព្រោះភាពជោគជ័យក្នុងសម័យនេះមិនមែនតែងតែផ្ដល់ឲ្យមនុស្សដែលពិបាកបំផុតនោះទេប៉ុន្តែវានឹងទៅដល់អ្នកដែលស្គាល់មនុស្សត្រឹមត្រូវមុនគេសូមចងចាំថាភាពជោគជ័យរបស់អ្នកអាចមិនអាស្រ័យលើអ្វីដែលអ្នកដឹងនោះទេប៉ុន្តែវាអាស្រ័យលើអ្នកដែលអ្នកដឹងហើយមនុស្សតែម្នាក់គត់ដែលមើលឃើញតម្លៃរបស់អ្នកនៅពេលដែលអ្នកមិនដឹងពីតម្លៃរបស់អ្នកអាចជាហេតុផលតែមួយគត់ដែលអាចនាំជីវិតអ្នកលើសពីអ្វីដែលអ្នកបានគ្រោងទុកចំណុចទី11កុំខ្វល់ពីការលួងលោមបើវាមកជាថ្នូរនឹងការរស់នៅក្នុងបរិយាកាសសង្គមខុសអ្នកខ្លះមិនបរាជ័យដោយសារខ្វះសមត្ថភាពតែបរាជ័យដោយសារចុះចាញ់នឹងការលួងលោមចាស់ដដែលគេដឹងថាសង្គមជុំវិញគេមិនយកគេទៅណាទេឬថាការសន្ទនាពោពេញដោយការរិះគន់និងជីវិតចាស់ដូចគ្នាប៉ុន្តែគេមិនហ៊ានដើរចេញទេព្រោះមានអារម្មណ៍ថាធ្លាប់ស្គាល់ហើយនេះគឺជាអន្ទាក់ដ៏គួរឲ្យខ្លាចបំផុតព្រោះវាមិនសម្លាប់អ្នកភ្លាមនោះទេប៉ុន្តែវាធ្វើឲ្យក្តីស្រមៃរបស់អ្នករលាយបន្តិចម្ដងដោយអ្នកមិនដឹងខ្លួនមានការបង្រៀនមួយពោលថាបើទឹកក្នុង
ដួងក្តៅល្មមឲ្យអ្នកមានអារម្មណ៍សុខស្រួលត្រូវប្រយ័ត្នវាអាចនឹងធ្វើឲ្យអ្នកស្ងប់ស្ងាត់ថាតើវាជាការលួងលោមដែលអ្នកមិនចាំបាច់បញ្ជាក់ខ្លួនឯងការលួងលោមដែលគ្មាននរណាម្នាក់រារាំងអ្នកឲ្យរីកចម្រើនការលួងលោមដែលពោរពេញទៅដោយសំណើចคล้ายៗនិងការសរសើរដោយអចេតនាវាជួយអ្នកឲ្យកាន់តែប្រសើរឡើងប៉ុន្តែអ្នកត្រូវតែមានបរិយាកាសសង្គមដែលរុញអ្នកឡើងត្រូវតែមានអ្នកក្លាហានត្រូវតែមានមិត្តដែលផ្ដល់ក្តីស្រមៃមិនមែនជាមិត្តដែលអង្គុយនិយាយដើមគេកុំលងស្នេហ៍នឹងការលួងលោមនៃសមត្ថភាពដែលអ្នកមានព្រោះលើលោកនេះមិនផ្ដល់រង្វាន់ដល់មនុស្សដូចនេះទេប៉ុន្តែវានឹងផ្ដល់រង្វាន់ដល់អ្នកដែលហ៊ានចាក់ចេញពីដើមទោះមិនស្គាល់គោលដៅក៏ដោយចំណុចទី12ខ្ញុំដឹងថាមនុស្សត្រូវគឺជាផ្លូវកាត់ដែលមនុស្សសាមញ្ញប្រើជីវិតចុងក្រោយលើវិថីអ្នកចង់បង្កើតមនុស្សពិតប្រាកដមិនមែនគ្រប់គ្នាដែលត្រូវតែពូកែទេមិនមែនគ្រប់គ្នាដែលត្រូវចាប់ផ្ដើមដោយដើមទុនបំផុតនោះទេប៉ុន្តែអ្នកដែលមានដូចគ្នាគឺជាចំណុចដូចគ្នាគាត់ស្គាល់មនុស្សត្រឹមត្រូវនៅពេលត្រឹមត្រូវគ្រប់គ្នាដែលឃើញមនុស្សតម្រង់ជួរធ្វើការឧស្សាហ៍ព្យាយាមសន្សំពិន្ទុចាំថ្ងៃទទួលឱកាសប៉ុន្តែទ្វាររំខានទៀតមិនមានជួរទេហើយបើកសម្រាប់តែអ្នកដែលស្គាល់មនុស្សដែលមានសល់តែមួយប៉ុណ្ណោះស្ថានភាពអាចនឹងធ្វើឲ្យអ្នកមើលទៅមានទេពកោសល្យប៉ុណ្ណោះតែប្រសិនបើគ្មាននរណាម្នាក់លូកដៃទៅជួយទេគ្មាននរណាម្នាក់បើកទ្វារដោយមិនដឹងថាអ្នកឈរបានល្អប៉ុណ្ណានោះទេគ្មាននរណាម្នាក់អាចមើលបានប្រសិនបើមិនមែនជាទ្វារដែលនាំអ្នកឡើងទេនោះអ្នកនឹងខ្ជះខ្ជាយពេលវេលារងចាំកុំអង្គុយតែម្នាក់ឯងហើយគិតថាជំនាញអាចយកឈ្នះកន្លែងណាក៏បាននោះក្នុងពិភពពិតអ្នកមិនចាំបាច់ត្រូវតែល្អបំផុតនោះទេប៉ុន្តែគ្រាន់តែនៅជាមួយនឹងកន្លែងដ៏ត្រឹមត្រូវក្នុងក្រុមអ្នកអាចទៅហួសពីអ្វីដែលអ្នកធ្លាប់ស្រមៃចង់បានប្រសិនបើអ្នកចូលចិត្ត podcast ប្រភេទនេះកុំភ្លេចចុច like តាមដានចែករំលែកបើអ្នកមិនទាន់បានចុច Subscribe សូមចុចឥឡូវនេះដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗបន្ទាប់ទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ